គេងលក់ស្រួលណាលីជាងគូកុំភ្ញាក់ពីដំណេកអីគ្រាន់តែ2-3នាទីប៉ុណ្ណោះខ្ញុំនឹងត្រឡប់មកវិញភ្លាមខ្ញុំមិនអាចប្រាប់អ្នកឲ្យដឹងបានទេអូព្រះជាម្ចាស់អើយគុំជួបអ្នកណាឲ្យសោះបើអ្នកភូមិឃើញរឿងនេះខ្ញុំនឹងមិនអាចពន្យល់បានឡើយវាដូចរឿងនេះទៀតហើយលួចចេញទៅក្រៅនៅពាក់កណ្ដាលអាធ្រាត្រអស់រយៈពេលជាច្រើនថ្ងៃជាប់គ្នានៅពេលថ្ងៃគាត់ស្មោះត្រង់នៅពេលល្ងាចគាត់លួចលាក់ថ្ងៃនេះខ្ញុំត្រូវចាប់អ្នកតាអ្នកកំពុងធ្វើអ្វីគុំចង់ដឹងចង់លុបពេកត្រឡប់ទៅដេកវិញគុំចេះតែចង់ដឹងរឿងនៅពាក់កណ្ដាលអាធ្រាត្រអីវាចម្លែកណាស់មានអ្វីមួយខុសជាមួយអ្នកទាំងពីរនេះយប់នេះមេភូមិតាមពិតគាត់បានរត់ទៅរកមេភូមិនោះជាផ្ទះរបស់លីវអ៊ឺស៊ូដែលជាបុរសកំឡោះថ្មីវាងឈុយឡានមានស្វាមីនៅផ្ទះទៅផ្ទះរបស់ដានសិនយ៉ាននៅពាក់កណ្ដាលអាធ្រាត្រវាជារឿងល្អដែលគ្មាននរណាម្នាក់នៅទីនេះប្រញាប់ឡើងវេចខ្ចប់របស់របរហើយចាក់ចេញទៅប្រសិនបើខ្ញុំមិនអាចចាប់អ្នកនៅថ្ងៃនេះបានទេខ្ញុំលីជីនគូនឹងរស់នៅដោយឥតប្រយោជន៍ពេញមួយជីវិតរបស់ខ្ញុំអ្នកមិនខ្វល់ពីស្មៅខ្វក់នៅក្នុងទីធ្លារបស់ខ្ញុំទេបុរសកំសត់នឹងទីធ្លាអ្នកបានមកសម្អាតនៅពាក់កណ្ដាលអាធ្រាត្របើរឿងនេះចេញបាត់ទៅភូមិទាំងមូលនឹងសាយចំអកឲ្យខ្ញុំស្លាប់ប្រញាប់សម្អាតវាទៅកុំបន្សល់ទុកស្លាកស្នាមអ្វីឡើយកុំឲ្យអ្នកណាដឹងថាខ្ញុំបានមកដល់ទីនេះឲ្យសោះទីបំផុតវាបានចប់ហើយខ្ញុំហត់នឿយណាស់ប្រញាប់ទៅផ្ទះកុំឲ្យយេងរោដឹងអីខ្ញុំនឹងរងចាំខ្ញុំមិនប្រញាប់ទេខ្ញុំនឹងមើលពីរបៀបដែលអ្នកនឹងសងសឹកខ្ញុំនៅពេលអ្នកទៅដល់ផ្ទះជាងគូក្រោកពីដំណេកហើយញ៉ាំអាហារទៅធ្វើការបន្ទាប់ពីញ៉ាំអាហាររួចញ៉ាំអ្វីខ្ញុំខឹងខ្លាំងណាស់ព្រឹកព្រលឹមបែបនេះមានរឿងអ្វីជាមួយខ្ញុំមានរឿងអ្វីជាមួយអ្នកបានធ្វើរឿងល្អមួយដោយខ្លួនឯងអ្នកមិនបានបាត់បង់នៅក្នុងចិត្តរបស់អ្នកទេតើខ្ញុំអាចធ្វើអ្វីល្អបានខ្ញុំចម្អិនអាហារនៅផ្ទះជារៀងរាល់ថ្ងៃខ្ញុំដាំនិងបម្រើអ្នកតើខ្ញុំបានធ្វើអ្វីខុសអ្នកនៅតែធ្វើពុតខ្ញុំនឹងរងចាំមើលថាតើអ្នកអាចធ្វើពុតបានរយៈពេលប៉ុន្មានខ្ញុំនឹងមិននិយាយជាមួយអ្នកទេខ្ញុំនឹងរកនរណាម្នាក់ដើម្បីប្រឈមមុខនឹងអ្នកវាមិនអាចពន្យល់បានទេវាកាន់តែមិនសមហេតុផលទៅលីវអ៊ឺជូចេញពីទីនេះទៅហើយអ្វីបានជាអ្នកខឹងនៅពេលព្រឹកព្រលឹមម្លេះខ្ញុំមិនបានរញ៉េញ៉ៃជាមួយអ្នកទេមែនទេសូមអនុញ្ញាតឲ្យខ្ញុំសួរអ្នកយប់មិញតើប្រពន្ធខ្ញុំមកផ្ទះអ្នកទេជាគូបងថ្លៃស្រីរបស់គុយឡានមិនដែលមកផ្ទះខ្ញុំទេអ្នកនៅតែហ៊ានប្រកែកខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកប្រពន្ធខ្ញុំបានលួចចូលទៅក្នុងផ្ទះរបស់អ្នកនៅពាក់កណ្ដាលអាធ្រាត្រដើម្បីសម្អាតទីធ្លាឲ្យអ្នកវាបានបង្ហាញថាជាបងថ្លៃស្រីរបស់ខ្ញុំបាននិយាយថាទីធ្លារបស់ខ្ញុំស្អាតជារៀងរាល់ថ្ងៃខ្ញុំឆ្ងល់ជាយូរមកហើយថាអ្នកណាកំពុងជួយខ្ញុំហ៊ាបនឹងអរគុណអ្នកនៅតែចង់អរគុណខ្ញុំទេបុរសនិងស្ត្រីឯក៏ជួបគ្នាជាឯកជននៅពាក់កណ្ដាលអាធ្រាត្រតើអ្នកគ្មានភាពខ្មាស់អៀនទេជាគូអ្នកពិតជាយល់ច្រឡំមែនខ្ញុំពិតជាមិនមានបំណងដូច្នោះទេខ្ញុំជាមនុស្សក្រៅផ្ទះខ្ញុំគ្រាន់តែជាបុរសម្នាក់ប៉ុណ្ណោះខ្ញុំពិតជាមិនដឹងថាហេតុអ្វីបានជាបងថ្លៃស្រីរបស់ខ្ញុំមកជួយខ្ញុំនៅពាក់កណ្ដាលអាធ្រាត្រទេអ្នកមិនដឹងទេមែនទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នករៀនមេរៀនមួយខ្ញុំព្រមានអ្នកនៅឲ្យឆ្ងាយពីប្រពន្ធខ្ញុំនៅថ្ងៃអនាគតបើឯងហ៊ានចូលពាក់ព័ន្ធទៀតខ្ញុំនឹងមិនឲ្យឯងរស់នៅក្នុងភូមិទេជាគូហេតុអ្វីអ្នកមិនសួរឲ្យច្បាស់ហើយវាខុសច្បាប់ពេកហើយខ្ញុំមិនអាចស្នាក់នៅក្នុងផ្ទះនេះបានទេខ្ញុំមិនទៅទេខ្ញុំនឹងចេញទៅវាកំពុងងឹតហើយហេតុអ្វីបានជាយេងហូមិនទៅផ្ទះគាត់នៅណាគ្មានអ្នកណានៅផ្ទះទេមានកំណត់ចំណាំមួយនៅទីនេះត្រឡប់ទៅផ្ទះម្ដាយរបស់អ្នកវិញពី3ថ្ងៃអូព្រះជាម្ចាស់អើយគ្រាន់តែដោយសារតែចរិតឆេវឆាវដែលមិនអាចពន្យល់បាននេះអ្នកត្រឡប់ទៅផ្ទះម្ដាយរបស់អ្នកវិញអ្នករវល់ខ្លាំងណាស់នៅក្នុងវាលស្រែអ្នកគ្រាន់តែចាក់ចេញទៅវាច្រើនពេកហើយមិនអីទេអ្នកអាចត្រឡប់ទៅវិញតាមដែលអ្នកចង់បានប៉ាមិនខ្វល់ពីកូនទេកូនប្រុសប៉ាត្រឡប់មកវិញបាន5 ឬ 6ថ្ងៃហើយប៉ាធុញទ្រាន់រាល់ថ្ងៃខ្ញុំមិនខ្វល់ពីវាលស្រែនៅផ្ទះទេប្រពន្ធខ្ញុំមិនខ្វល់ទេមានរឿងអ្វីជាមួយម៉ាក់ឲ្យកូនតូចចិត្តណាស់ខ្ញុំខ្មាស់អៀនណាស់គុំល្ងងអីប្រាប់ខ្ញុំពីការពិតទៅម៉ាក់ឲ្យខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកប្រពន្ធខ្ញុំបានលួចចេញទៅក្រៅនៅពាក់កណ្ដាលអាធ្រាត្រនាងបានរត់ទៅផ្ទះរបស់លីវអ៊ឺជូជួយនាងសម្អាតទីធ្លាខ្ញុំមកជម្រាបសួរពួកគេនៅតែធ្វើពុតជាល្ងងខ្ញុំខ្មាស់គេណាស់នៅក្នុងភូមិអ្នកល្ងងមែនខ្ញុំមិនដឹងថាខ້ອຍឡានជានរណាទេស្មោះត្រង់ចិត្តទន់ភ្លន់ចិត្តល្អគាត់មិនដែលធ្វើអ្វីខុសទេអ្នកប្រហែលជាយល់ច្រឡំហើយហុងមីយប់នេះឯងត្រឡប់ទៅជាមួយបងប្រុសឯងវិញឯងត្រូវតែស្វែងយល់កុំចាប់ប្រកាន់កូនប្រសាស្រីរបស់ខ្ញុំអីបងប្រុសឲ្យអ្នកពិតជាប្រញាប់ប្រញាល់ពេកហើយវាមិនតែងតែជាការពិតទេតោះទៅខ្ញុំនឹងត្រឡប់ទៅជាមួយអ្នកវិញម៉ោង10ហើយនៅផ្ទះងឹតហើយគុយឡានមិននៅផ្ទះទេហុងមីតើអ្នកឃើញទេនាងបានទៅផ្ទះរបស់លីវអ៊ឺជូម្ដងទៀតខ្ញុំមិនបានធ្វើខុសលើនាងទេខ្ញុំមិនបានធ្វើខុសទេកុំយំអីដើរតាមនាងស្ងាត់ទៅចូលយើងមើលវាឲ្យច្បាស់ទៅបន្ទាប់ពីសម្អាតរួចកុំធ្វើខុសនៅយប់នេះហុងមីតើអ្នកអាចឈប់មកបានទេខ្ញុំនឹងជួយអ្នកសម្អាតវាលឿនណាស់មិនចាំបាច់ទេមិនមែនអ្នកប៉ុន្មានដងមុនទេគឺលោកឆេងហ្គេឆេងខ្ញុំដឹងថាមាននរណាម្នាក់កំពុងធ្វើការឲ្យខ្ញុំមិនហ៊ាននិយាយវាទេហុងមីអ្នកមកទីនេះទាំងពាក់កណ្ដាលអាធ្រាត្ររាល់ថ្ងៃតើមនុស្សក្នុងភូមិនឹងគិតយ៉ាងណាវាពិតជាអាក្រក់ណាស់សម្រាប់កេរ្តិ៍ឈ្មោះរបស់អ្នកកុំមកទៀតអីបងប្រុសឬទេពួកគេមិនមានទំនាក់ទំនងផ្ទាល់ខ្លួនទេបើដូច្នោះហេតុអ្វីបានជានាងលាក់រឿងនេះពីខ្ញុំហេតុអ្វីបានជានាងមិនហ៊ានប្រាប់ខ្ញុំជួយឡានឈប់សិនអ្នកត្រូវតែបញ្ជាក់វាឲ្យច្បាស់នៅយប់នេះហេតុអ្វីបានជាអ្នកមកផ្ទះរបស់លីវអ៊ឺជូរាល់យប់បើអ្នកមិនបញ្ជាក់វាឲ្យច្បាស់នៅថ្ងៃនេះទេវាមិនទាន់ចប់ទេឥឡូវនេះខ្ញុំនឹងមិនលាក់វាពីអ្នកទេខ្ញុំធ្វើរឿងនេះមិនមែនសម្រាប់ខ្លួនខ្ញុំតតែសោះវាសម្រាប់អ្នកណាវាសម្រាប់យ៉េងហ្គេឆេងគាត់ជាស្ត្រីមេម៉ាយ
តើវាមានអ្វីពាក់ព័ន្ធជាមួយរឿងនេះគួយសៀងនៅលីវអស់រយៈពេល2ឆ្នាំមកហើយវាពិបាកពេកក្នុងការចិញ្ចឹមកូននាងលងស្នេហ៍នឹងលីវឪជូនាងគិតថាគាត់ជាមនុស្សស្មោះត្រង់និងឧស្សាហ៍ព្យាយាមប៉ុន្តែនាងជាស្ត្រីមេម៉ាយនិងមានកូនម្នាក់នាងខ្មាស់អៀនពេកមិនហ៊ានធ្វើអ្វីទាំងអស់នាងមិនហ៊ានមកទេខ្ញុំត្រូវតែមករកនាងខ្ញុំគិតថាខ្ញុំនឹងជួយឪឈូដោយស្ងាត់ដើម្បីធ្វើឲ្យនាងសប្បាយចិត្តខ្ញុំនឹងទៅនិយាយថាទេខ្ញុំខ្លាចថាអ្នកនឹងគិតច្រើនពេកខ្ញុំខ្លាចមនុស្សក្នុងភូមិនឹងនិយាយដើមគេនោះហើយជាមូលហេតុដែលខ្ញុំមកនៅពាក់កណ្ដាលអាធ្រាត្រខ្ញុំមិនដែលអាត្មានិយមទេអ្នកបានវាយនរណាម្នាក់ហើយធ្វើបាបខ្ញុំគួយឡានវាជាកំហុសរបស់ខ្ញុំល្ងងនឹងឆេវឆាវពេកខ្ញុំបានមើលស្រាលអ្នកខ្ញុំយកចិត្តសប្បុរសរបស់អ្នកដូចថ្លើមលាវាទាំងអស់នេះជាការយកច្រឡំអ្នកនៅក្មេងហេតុអ្វីបានជាអ្នកមិននិយាយវាជាមុនអ្នកនឹងមិនយល់ស្របទេប្រសិនបើខ្ញុំនិយាយវាអ្នកប្រហែលជាគិតច្រើនពេកហើយមិនអីទេទុកវាឲ្យខ្ញុំនឹងទៅជួបអឺស៊ីវនិងកៃវ៉េងដើម្បីនិយាយថាទេខ្ញុំនឹងបញ្ជាក់ឲ្យច្បាស់អឺស៊ីវខ្ញុំនឹងនិយាយដោយស្មោះត្រង់ជាមួយអ្នកនៅថ្ងៃនេះចាងគួយសៀងពិតជាចូលចិត្តអ្នកណាស់តើអ្នកសុខចិត្តទេខ្ញុំសុខចិត្តគួយសៀងគឺជាមនុស្សចិត្តល្អខ្ញុំមិនប្រកាន់ទេដែលនាងមើលថែកូនតើអ្នកណានឹងគិតថាការយកច្រឡំពោពេញដោយការនិយាយដើមគេនឹងនាំឲ្យមានអាពាហ៍ពិពាហ៍ដ៏កម្រនេះនៅក្នុងភូមិរបស់យើងខ្ញុំធ្លាប់មានអារម្មណ៍ឯកោនិងឯកាឥឡូវនេះខ្ញុំយល់ហើយថាមនុស្សគួរតែមានការស្មានតិចជាងមុននិងមានភាពស្មោះត្រង់ជាងមុនដើម្បីមានផ្ទះដែលមានសុវត្ថិភាពអរគុណចំពោះជំនួយរបស់ខ្ចីវ៉ានខ្ញុំនឹងចងចាំសេចក្តីសប្បុរសនេះពេញមួយជីវិតរបស់ខ្ញុំក៏យល់ដែរថាសេចក្តីសប្បុរសមិនគួរត្រូវបានលាក់បាំងឡើយខ្ញុំគួរតែគិតឡើងវិញអំពីខ្លួនឯងរឿងហាមឃាត់បំផុតរវាងស្វាមីភរិយាគឺការទូទីភ្នែកគ្រាន់តែមើលរូបរាងប៉ុណ្ណោះហើយនឹងធ្វើឲ្យខកចិត្តចំពោះចេតនាល្អរបស់មនុស្សជុំវិញខ្លួនទោះបីជាចេតនាល្អយ៉ាងណាក៏ដោយប្រសិនបើអ្នកមិននិយាយវាចេញពីចិត្តទេវាងាយស្រួលក្នុងការបង្កើតគម្លាតការប្រាស្រ័យទាក់ទងគ្នាដោយយុត្តិធម៌គឺជាមូលដ្ឋានគ្រឹះនៃជីវិតសូមឲ្យគូស្វាមីភរិយាថ្មីថ្មោងរបស់យើងមានសេចក្តីស្រឡាញ់ភាពសុខដុមរមនានិងផ្អែមល្ហែមជារៀងរហូត